បាទសួស្តីសូមគោរពសូមជំរាបសួរថ្វាយបង្គំព្រះរាជគុណគ្រប់អង្គគោរពបងប្អូនប្រជាពលរដ្ឋខ្មែរពូជសាសន៍ខ្មែរទាំងអស់គ្នានៅលើផែនដីនេះជាបាទបងប្អូននៅកន្លែងណាគឺខ្ញុំជំរាបសួរដល់កន្លែងនឹងដែរជាបាទខ្ញុំចង់និយាយពីរឿងការជួជាតិជូនបងប្អូនស្ដាប់បន្តិចបាទនិយាយពីរឿងការជួជាតិហ្នឹងបងប្អូនពិចារណាមើលសម្ដីរបស់ខ្ញុំកន្លែងនេះបើកាលណាយើងគិតម៉ូមីពីរឿងជាតិបើកាលណាយើងគិតដល់ជាតិអំពីនយោបាយជាតិសេដ្ឋកិច្ចជាតិសង្គមជាតិវប្បធម៌ជាតិជីវភាពជាតិជីវភាពបងប្អូនគឺជារឿងប្រសើរមួយហើយបានសេចក្តីថាបងប្អូនមានមនសិការជាតិមានសេចក្តីស្នេហាជាតិមានការស្រឡាញ់ជាតិដែលមានន័យថានឹកនាមកដល់មនុស្សដែលមានសញ្ជាតិដូចគ្នាមានអញ្ចឹងណាបងប្អូនបាទមានឈាមជ័រដូចគ្នានេះជាការប្រសើរហើយដែលបងប្អូនមានចេតនាគិតគូរដែលជាតិយើងគឺបានសេចក្តីថាយើងគិតគូរមកដល់ជនជាតិខ្មែរយើងដូចគ្នាគឺប្រសើរណាស់ណាបងប្អូនក៏ប៉ុន្តែដើម្បីឲ្យមានជាលទ្ធផលដើម្បីឲ្យមាន change ដើម្បីឲ្យមានការប្រែប្រួលដើម្បីឲ្យមានជាភាពរឹងមាំជាស្ដែងបងប្អូនគឺបើសិនតែបងប្អូនគ្រាន់តែគិតគូរពីរឿងជាតិតាមរយៈការគិតបើអ្នកខ្លះរហូតដល់យំដើម្បីជាតិទៅទៀតបាទចឹងណាបាទបើគណៈបងប្អូនគ្រាន់តែគិតពីរឿងជាតិជជែកពីរឿងជាតិសម័យពីរឿងជាតិកំសត់ពីរឿងជាតិមិនទាន់ជួយជាតិបានជាស្ដែងទេបងប្អូនណាបាទតើតើបងប្អូនគិតពីរឿងជាតិហើយយើងនាំគ្នាស្រាក់លុយជាថវិកាដើម្បីជួយជាតិយើងនៅចំណុចណាមួយទៅបានជួយជាតិឧទាហរណ៍ដូចខ្ញុំដែលបានបង្កើតជាអង្គភាពសង្គមមួយក្នុងឋានៈខ្ញុំជាលោកគ្រូភាសាអង់គ្លេសហើយខ្ញុំក៏បានបង្កើតជាអង្គភាពសង្គមមួយពីព្រោះតែខ្ញុំជាមនុស្សដែលមានបទពិសោធន៍ជាង20ឆ្នាំធ្វើកិច្ចការសង្គមគឺខ្ញុំនៅស្ងៀមខ្ញុំចិត្តបណ្ដាច់ខ្ញុំត្រូវតែធ្វើអ្វីមួយតាមរយៈការនាំបងប្អូនសហការគ្នាគឺដែលខ្ញុំបានបង្កើតជាដែលសប្បុរសធម៌បាទជាអង្គការសង្គមមួយសប្បុរសធម៌ដើម្បីអប់រំនិងអង្គឯកកម្ពុជាគឺក្នុងគោលបំណងដើម្បីបបួលបងប្អូនប្រជាពលរដ្ឋខ្មែរពូជសាសន៍ខ្មែរទូទាំងសកលលោកដើម្បីយើងស្រាក់គ្នាបានជាថវិកាមកជួយយុវជនក្រីក្រដើម្បីមករៀនជំនាញអង់គ្លេសក៏ដូចជាជំនាញពាក់ព័ន្ធដើម្បីរកចំណូលហើយក៏ដើម្បីបានជាថវិកាដើម្បីទៅជួយប្រជាពលរដ្ឋក្រីក្រដើម្បីគាត់មានជាលទ្ធភាពថវិកាចិញ្ចឹមមាន់ចិញ្ចឹមទាដើម្បីបង្កើតជាចំណូលបង្កើតសេដ្ឋកិច្ចឲ្យមានចំណេះមានចំណូលមានចំណៃចូលពោះគឺជាតិយើងរឹងមាំបានហើយដូច្នេះខ្ញុំចង់និយាយថាជួយជាតិបងប្អូនគិតគូរទៅដល់ជាតិជារឿងមួយល្អក៏ប៉ុន្តែដើម្បីឲ្យជួយបានជាក់ស្ដែងគឺយើងត្រូវតែលះបង់ជាថវិកាស្រាក់គ្នាដើម្បីជួយគ្នាទៅជួយជ្រុងណាមួយនៃជាតិយើងទើបយើងបានផលជាក់ស្ដែងពីការជួយជាតិបើយើងគ្រាន់តែនិយាយយើងគ្រាន់តែមានចេតនាល្អតែប៉ុណ្្នឹងទេក៏ប៉ុន្តែមិនទាន់បានជួយជាតិជាក់ស្ដែងទេចឹងបងប្អូនដើម្បីជួយជាតិជាក់ស្ដែងធ្វើឲ្យជាតិចំណុចណាមួយរឹងមាំទល់តែយើងស្រាក់គ្នាជាថវិកាដើម្បីទៅជួយពួកគាត់ឲ្យគាត់មានចំណេះមានជំនាញទៅផលិតបានជាចំណូលអានឹងបានធ្វើជាតិយើងខ្លាំងចឹងបាទខ្ញុំចង់និយាយចឹងបាទខ្ញុំសង្ឃឹមថាបងប្អូនពូជសាសន៍ខ្មែរនៅគ្រប់ទិសទីយល់ស្របជាមួយខ្ញុំលោកគ្រូស៊ូបានសាក់ហើយនឹងជាស្ថាបនិកនៃសប្បុរសធម៌ដើម្បីអប់រំនិងអង្គឯកកម្ពុជាបាទសូមអរគុណបាទ